បាទជំរាបសួរបងប្អូនnhiềuកិត្តិយសទាំងអស់ដែលបានអញ្ជើញមកចូលរួមក្នុងកម្មវិធីបុណ្យការសាមគ្គីប្រមូលបច្ច័យកសាងអគារសិក្សាថ្មីនៃវិទ្យាល័យហ៊ុនសែនអង្គរាត្រីរបស់យើងខ្ញុំនៅពេលនេះដែលបានរួមច្របាច់បញ្ចូលជាមួយនឹងកម្មវិធីសង្ក្រាន្តឆ្នាំថ្មីនេះខ្ញុំបានសូមឆ្លៀតឱកាសនេះផងដែរសូមអញ្ជើញបងប្អូនទាំងអស់មកទស្សនាជាមួយនឹងការសម្ដែងរបាំត្រឡោកជាមួយនឹងបងប្អូនដែលជាយុវសិស្សនៃវិទ្យាល័យហ៊ុនសែនអង្គរាត្រីរបស់យើងខ្ញុំបាទរួមជាមួយខ្ញុំបាទទាំងអស់គ្នាដែលជាលោកគ្រូអ្នកគ្រូបាទមានវត្តមានធ្វើការដឹកនាំនៅក្នុងការសម្ដែងរបស់បងប្អូននៅពេលនេះបាទខ្ញុំសូមអរគុណទុកជាមុនក្នុងការចូលរួមក្នុងពិធីបុណ្យប្រមូលបច្ច័យរួមនឹងកម្មវិធីសង្ក្រាន្តជាមួយនឹងការទេសនាការសម្ដែងសិល្បៈរបស់បងប្អូននៅពេលនេះបាទហើយឆ្លៀតក្នុងឱកាសនេះផងដែរខ្ញុំបាទសូមអធិស្ឋានរបស់បងប្អូនដែលបានមកទស្សនានៅពេលនេះបាទប្រសិនបើការសម្ដែងរបស់បងប្អូនរបស់ខ្ញុំបាទមានការឆ្គាំឆ្គងដោយកាយវិការក្នុងប្រការណាមួយសូមបងប្អូនមេត្តាខន្តីអភ័យទោសដល់ក្រុមសិល្បៈរបស់បងប្អូនខ្ញុំបាទក៏ដូចជាសូមការអភ័យទោសដល់យើងខ្ញុំបាទទាំងអស់គ្នាដែលជាលោកគ្រូអ្នកគ្រូនៃទីនេះផងបាទហើយដូច្នេះហើយសូមបងប្អូនចូលរួមទស្សនាកំសាន្តដោយសប្បាយនិងរីករាយក្នុងឱកាសឆ្នាំថ្មីជាមួយនឹងខ្ញុំដូចតទៅបាទសូមអញ្ជើញបាទយើងមើលនាពេលនេះបងប្អូនរបស់យើងខ្ញុំបាទទាំងអស់គ្នាដែលបានសម្ដែងនៅលើឆាកនេះបាទកាយវិការរបស់គាត់ហាក់បីដូចជាមានកាយវិការរស់រវើកបាទការវឹកហាត់របស់គាត់មានរយៈពេលខ្លីប៉ុន្តែការសម្ដែងហាក់បីដូចជាមានសកម្មភាពនិងកាយវិការរស់រវើកធៀបបាននឹងអ្នកអាជីពមួយដែរបាទហើយខ្ញុំក៏សូមថ្លែងអំណរគុណដល់បងប្អូនដែលជាភ្ញៀវចូលរួមនៅក្នុងពិធីនេះនឹងបានទេសនាកម្សាន្តសប្បាយរីករាយជាមួយក្រុមសិល្បៈរបស់បងប្អូនរបស់ខ្ញុំនៅពេលនេះបាទចឹងអ្វីទាំងអស់នេះវាបានសបញ្ជាក់ឲ្យឃើញអំពីតម្លៃនៃវប្បធម៌សិល្បៈរបស់ខ្មែរយើងហេតុដូច្នេះហើយប្រសិនបើបងប្អូនគិតថានេះគឺជាការជួយគាំទ្រជាការជួយលើកស្ទួយការផ្នែកសិល្បៈវប្បធម៌ខ្មែរយើងមួយចំណែកដែរហើយបើគិតថាវាមានតម្លៃដល់ជាតិយើងសូមបងប្អូនកុំភ្លេចជួយចុច like និង subscribe channel របស់ខ្ញុំបាទមួយផងសូមអរគុណបាទបានរសាត់បាត់ឆ្ងាយទៀតហើយឥឡូវវគ្គជាបន្តនេះអត់ទាន់ដឹងថារបាំអីទេបាទចាំមើលបងប្អូនអ្នកកាន់កម្មវិធីគាត់ឡើងមកលើឆាកបាត់ដាំ